បងប្អូនមកមុខនេះហត់ទៅគឺមានជាតិមានកម្លាំងមែនតើដោយសារអីវារបៀបជើងដូចស៊ុបអញ្ចឹងយើងហត់នៅក្តៅអត់ស្រួលខ្លួនឲ្យត្រូវបែកញឹកខ្ចាយហ្មងណាមុខម្ហូបមុខនេះមានឈ្មោះថាស្ពៃក្តោបត្រង្កឬក៏ហៅថាស្ពៃក្តោបចាប់សាច់អីចឹងណាបងប្អូនតែបើឈ្មោះគេពិតតែម្ដងគឺស្ពៃក្តោបត្រង្កតែខ្ញុំហៅថាស្ពៃក្តោបចាប់សាច់ស្ពៃក្តោបចាប់សាច់វាងាយយល់អញ្ចឹងណាមុនដំបូងបងប្អូនខ្វៀលអាស្នូលក្តារហ្នឹងឲ្យអស់មកឲ្យអស់អាស្នូលក្តារហ្នឹងត្មងពេលដែលយើងបកស្ពកទៅវាស្រួលបកស្ទប់អញ្ចឹងណាហើយយើងដាក់អំបិលដាក់ប្រេងឆាបន្តិចចឹងមកដើម្បីឲ្យវាទន់ស្ពៃក្តោបរបស់យើងអញ្ចឹងណាឥឡូវយើងបានស្ងោរស្ពៃក្តោបរបស់យើងមកចិតការ៉ុតកាត់ឆ្អឹងស៊ុបឲ្យរួចរាល់សិនបងប្អូនទុកស្ពៃក្តោបឲ្យយើងឲ្យទន់បន្តិចចាំយើងបកវាអញ្ចឹងណាឥឡូវស្ពៃក្តោបយើងក៏បានរៀងទន់ដែរខ្ញុំបកវាស្ទាប់បងប្អូនបកស្ទាប់អញ្ចឹងមកដោយសារខ្ញុំដៃមួយជាហៀងថតមួយជាហៀងបកអញ្ចឹងវារៀងពិបាកខ្ញុំគាត់បកឲ្យបងប្អូនមើលតែពី3ស្លឹកក៏ប៉ុណ្ណឹងឯងបកដូចខ្ញុំអញ្ចឹងមកបងប្អូនតែយើងស្គីលអាស្នូលក្តារហ្នឹងឲ្យអស់ស្រួលបកទេគាត់ថាបកពេលខ្លះទៅវាមានលហាយអាហ្នឹងវាលហាយស្រាប់អញ្ចឹងណាបងប្អូនស្ងោរវាប្រហែលជា5-10នាទីអីហ្នឹងយើងបកបានវាទន់ហើយឥឡូវយើងបកស្ពៃក្តោបក៏បានរួចរាល់យើងលាងទឹកវាត្រជាក់សិនបងប្អូនឥឡូវយើងបញ្ឆាឆ្អឹងស៊ុបរបស់យើងសិនអញ្ចឹងហើយយើងដាក់ខ្ទឹមមកច្រាមមេលាសបកតិចមកវាឈ្ងុយអញ្ចឹងបងប្អូនយើងដាក់មានដំខ្លះមានច្រាមខ្លះអញ្ចឹងមកដល់វាឈ្ងុយខ្ទឹមមេលាសបកតិចអញ្ចឹងឈ្ងុយណាបងប្អូនបន្ទាប់មកទៀតខ្ញុំក៏ដាក់ទឹកត្រីយើងចូលមកដើម្បីឲ្យវាឈ្ងុយកាន់តែឈ្ងុយឈ្ងុបបើភូមិបើអ្នកស្រុកអញ្ចឹងតែហុយទៅលោបងប្អូននៅងឹតឆឹងតែម្ដងនេះបន្ទាប់មកទៀតខ្ញុំក៏ដាក់ទឹកស្អ៊ីវចូលមកបងប្អូនណាខ្លះឆាឆ្អឹងស៊ុបចូលចិត្តដាក់ដូចខ្ញុំអញ្ចឹងយើងដាក់ទឹកត្រីទឹកស្អ៊ីវមុនហ្នឹងវាឈ្ងុយអញ្ចឹងណាបន្ទាប់មកបានយើងចាក់ឆ្អឹងស៊ុបនិងការ៉ុតខ្ញុំចាក់ចូលដំណើរគ្នាតែម្ដងបងប្អូនយើងកូរឆ្អឹងស៊ុបជាមួយទឹកត្រីទឹកស្អ៊ីវរបស់យើងឲ្យឡើងឈ្ងុយសិនមកខ្ញុំយើងដាក់ម្រេចចូលខ្ញុំដាក់2ស្លាបព្រាតែខ្ញុំនៅថែមពេលក្រោយទៀតចឹងណាឥឡូវយើងដាក់ម្រេចចូលខ្ញុំក៏បន្ថែមប្រេងខ្យងបន្តិចផងដែរបងប្អូននិយាយរួមស្ងោរប្រភេទស្ងោរបន្លែរបស់ខ្ញុំគឺខ្ញុំមិនដែរចោលប្រេងខ្យងទេវាធ្វើទឹកសម្លយើងវាឈ្ងុយល្អអញ្ចឹងណាបងប្អូនហើយវាធ្វើទឹកសម្លយើងថ្លាទៀតមិនធ្វើទឹកសម្លយើងវាល្អអញ្ចឹងណាឥឡូវយើងបានឆាឆ្អឹងស៊ុបយើងរួចរាល់យើងមកដាក់គ្រឿងសាច់របស់យើងម្ដងយើងដើម្បីយកទៅខ្ចប់មួយស្ពៃក្តោបអញ្ចឹងណាខ្ញុំដាក់ស្ករប៊ីចេរ៉ូឌីម្សៅស៊ុបខ្នុរអញ្ចឹងណាបងប្អូនគ្រាន់តែប្រភេទសាច់របស់ខ្ញុំអត់ប្រើទឹកត្រីទេបងប្អូនខ្ញុំប្រើតែស្ករប៊ីចេរ៉ូឌីអញ្ចឹងទេរ៉ូឌីហើយនឹងប្រេងខ្យងមានខ្ទឹមបំពងខ្ញុំមិនដែរប្រើខ្ទឹមស្រស់បងប្អូនពេលយើងខ្ចប់សាច់ខ្ចប់អីញាត់ម្រះញាត់អីក៏ដោយខ្ញុំប្រើខ្ទឹមបំពងលាយជាមួយសាច់ដែរធ្វើសាច់យើងវាឈ្ងុយអញ្ចឹងណាហើយក៏មានស្លឹកខ្ទឹមនិងជីវ៉ាន់ស៊ុយខ្ញុំមិនដែរចោលដែរបងប្អូនហើយយើងក៏មានប្រេងខ្យងនិងម្រេចដាក់ចូលមកដែរបងប្អូនភាគច្រើនខ្ញុំអត់ចូលចិត្តប្រើទឹកត្រីក្នុងសាច់ខ្ចប់ពេកដោយសារខ្ញុំអត់សូវចូលចិត្តដាក់ទឹកត្រីចឹងណាតែបងប្អូនខ្លះក៏ចូលចិត្តដាក់ទឹកត្រីតែចំណែកខ្ញុំមិនដែរបងប្អូនខ្ញុំដាក់គ្រឿងត្រូវតែប៉ុណ្ណឹងយើងច្បល់ឲ្យសព្វមកគឺបានទេបងប្អូនដាក់តាមបរិមាណសាច់បងប្អូនអញ្ចឹងសាច់ខ្ញុំ2គីឡូអញ្ចឹងខ្ញុំដាក់គ្រឿងក្រៅប៉ុណ្ណេះឥឡូវយើងបានច្បល់សាច់យើងបានរួចរាល់ហើយស្ពៃក្តោបcủaយើងក៏រៀងចូលត្រជាក់យើងលាងទឹកដែរអញ្ចឹងណាបងប្អូនឥឡូវយើងក៏ចាត់ដើមខ្ចប់ស្ពៃក្តោបរបស់យើងមកបងប្អូនខ្ចប់ដូចខ្ញុំអញ្ចឹងក៏បានដោតឈើយ៉ាត់ថ្មីនៃខ្ញុំអញ្ចឹងក៏បានដែរតែបងប្អូនធ្វើតិចតាមផ្ទះអីបងប្អូនអាចមានស្លឹកខ្ទឹមឬស្លឹកកញ្ឆាយអញ្ចឹងចងវាទៅក៏បានដែរតែខ្ញុំធ្វើច្រើនចេះរាប់រយដុំអញ្ចឹងហើយវាពិបាកក្នុងការខ្ចប់ចងវាយឺតយូរអញ្ចឹងណាខ្ញុំដោតឈើចាក់ថ្មិញអញ្ចឹងណាបងប្អូនហើយខ្ញុំនិយាយបងប្អូននិយាយទៀតមកមុខនេះគឺងាយមែនតើហើយស្រួលស្លជាងគេក្នុងចំណោមហូបទាំងអស់និយាយទៅដាក់ទៅវាចាប់ជាតិជាមួយឆ្អឹងស៊ុបជាមួយស្ពៃក្តោបសាច់ច្រាំរបស់យើងនោះគឺឆ្ងាញ់ហ្មងមិនបាច់ប្រើគ្រឿងអីច្រើនទេបងប្អូនប្រើគ្រឿងតិចតែធ្វើទឹកស៊ុបមានជាតិតែម្ដងណាបងប្អូនចាប់ដូចខ្ញុំអញ្ចឹងមកមួយមកវាខ្ចប់យើងដាក់សាច់បន្លព្រាមកខ្ចប់អញ្ចឹងណា
តែខ្ញុំចាប់នេះខ្ញុំថតកាត់ទៅបងប្អូនឲ្យបងប្អូនមើលច្រើននីតិពេកធុញអញ្ចឹងណាកាត់ទៅនៅតែច្រើននីតិទៀតហ្នឹងឥឡូវខ្ញុំបានចាប់រួចរាល់ហើយបងប្អូនយើងចាប់ដូចខ្ញុំចឹងមកវាស្ងោតែប្រហែលជា20នាទី30នាទីឆ្អិនហើយតបមកទៀតខ្ញុំក៏ដាក់មីចេងនិងម្សៅស៊ុបខ្នុរចូលមកអំបិលប៉ុន្តែថ្ងៃនេះខ្ញុំមានទឹកស៊ុបមាន់ដែរចឹងខ្ញុំស្ងោរជាមួយទឹកស៊ុបមាន់កាន់តែមានជាតិបងប្អូនហើយភ្លក់ទៅគឺមានជាតិមែនតើខ្ញុំដាក់ស្ករដាក់គល់ជីវ៉ាន់ស៊ុយខ្ញុំមិនដែរចោលទេគល់ជីវ៉ាន់ស៊ុយស្ងោរអីក៏ខ្ញុំដាក់ដែរហើយនំគៀក្រៀមបងប្អូនហើយគឺយើងដាក់ចូលមកដើម្បីឲ្យវាមានក្លិនកាន់តែឈ្ងុយរបស់ទឹកស៊ុបរបស់យើងអញ្ចឹងណាតែបងប្អូនមានផ្សិតខ្មៅដាក់ផ្សិតខ្មៅក៏រឹតតែឈ្ងុយដែរបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមដាក់ស្ពៃក្តោបចូលហើយបងប្អូនស្ពៃក្តោបនេះយើងស្ងោរប្រហែលជាកន្លះម៉ោងអីឆ្អិនហើយបងប្អូនពោះឆ្អឹងស៊ុបយើងងាស់រៀងយូរដែរយើងងាស់ប្រហែលជា1ម៉ោងមិនយើងដាក់ស្ពៃក្តោបចូលអញ្ចឹងណាដើម្បីឲ្យឆ្អឹងស៊ុបវាចេញជាតិវាផុយល្អអញ្ចឹងឥឡូវខ្ញុំបានចាក់ស្ពៃក្តោបចូលរួចរាល់ហើយបងប្អូនឥឡូវខ្ញុំចាក់ស្ពៃក្តោបលហាយឬក៏ក្តារហ្នឹងយើងអាចយកមកចាប់បានដែរព្រោះវាតូចយើងចាប់តាមខាងទេប៉ុន្តែក្តារហ្នឹងក៏យើងមិនចោលដែរយើងយកមកដាក់ស្ងោរជាមួយគ្នាមកយើងកាត់វាឲ្យតូចមកយើងដាក់ស្ងោរជាមួយគ្នាមកបងប្អូននិយាយថាទឹកស៊ុបនេះគឺមានជាតិមែនទែននិយាយទៀតហើយបងប្អូនស្ងោរដូចខ្ញុំនេះធានាទឹកស៊ុបមិនល្អទេបងប្អូនដាក់តែប្រេងចង់ទឹកស្អ៊ីវមកទឹកស៊ុបហើយប៉ុន្តែហាមដាច់ខាតកុំបើកភ្លើងខ្លាំងតែបើកភ្លើងខ្លាំងទឹកស៊ុបយើងវាល្អហើយកុំក្របភាគច្រើនម្ហូបរបស់ខ្ញុំស្លខ្ញុំអត់ដែរក្របទេលើកលែងតែរបស់ហ្នឹងវាស្វិតអញ្ចឹងខ្ញុំក្របវាដើម្បីឆាប់ផុយអញ្ចឹងណាបងប្អូនហើយតែប៉ុណ្្នឹងទំនងបងប្អូនអាចសាកធ្វើបានធ្វើតែម្ដងនឹងបងប្អូនចង់ធ្វើថ្ងៃក្រោយទៀតវារៀងសាំញ៉ាំក្នុងការខ្វេះស្នូលឬក៏ស្ងោរបកវាស្ទាប់វាបន្តិចមែនប៉ុន្តែគឺលទ្ធផលទទួលគឺដូចមិនលទ្ធផលដែលយើងទទួលបានគឺមិនខកចិត្តក្នុងការដែលយើងធ្វើហត់បន្តិចទេប៉ុន្តែដូចបានរសជាតិឆ្ងាញ់បើសិនជាមានត្រីងៀតឬក៏អីរៀងប្រៃញ៉ាំជាមួយគឺរឹតតែឆ្ងាញ់ម្ដងអានេះរបៀបស្តៀងទៅស៊ុបដែរណាប៉ុន្តែវាមានជាតិបងប្អូនមួយមុខនេះភ្ញៀវខ្លះគាត់ញ៉ាំដល់2ចានហ្នឹងក៏មានដែរម្នាក់ឯងណាហើយមិញក៏ខ្ញុំបានថែមម្រេចតិចទៀតដែរបងប្អូនថែម2ស្លាបព្រាទៀតហើយជាចុងក្រោយខ្ញុំមានជីវ៉ាន់ស៊ុយមានស្លឹកខ្ទឹមគល់ខ្ទឹមហើយនឹងខ្ទឹមបំពងបងប្អូនស្ងោរពីខ្ញុំភាគច្រើនខ្ញុំមិនដែរចោលខ្ទឹមបំពងហើយបងប្អូនអាចសាកធ្វើតាមបានខ្ទឹមបំពងពេលដែលយើងដាក់ទៅធ្វើឲ្យបង្កើនរសជាតិទឹកសម្លយើងកាន់តែមានជាតិឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនខ្ញុំជឿអាចសាកបានឬក៏បងប្អូនលេងខ្ទឹមឆាយបងប្អូនអាចទុកតិចដាក់ពីលើបាន